ធីបនៃការញ៉ាំចំណីអាហារដែលត្រឹមត្រូវសម្រាប់ក្បួនដែលខ្ញុំអនុវត្តបានដល់ផលដល់បងប្អូនទាំងគ្នាចាននេះគឺជាចានសម្រាប់ចិត្តរបស់ខ្ញុំអញ្ចឹងមិនថាពេលដែលខ្ញុំញ៉ាំផ្លែឈើឬក៏ញ៉ាំជាលក្ខណៈអាហារអីទេគឺចាននេះគឺជាអ្នកវល់ចំនួនអាហារដែលខ្ញុំបានញ៉ាំចាំហើយនេះគឺជាអាហារសម្រន់របស់ខ្ញុំបងប្អូនទាំងគ្នាចាគឺផ្លែឈើអញ្ចឹងបងប្អូនទាំងគ្នាកុំគិតថាធ្វើការសម្រក់គីឡូពិបាកណាស់ពិបាកម្លេះសម្ពាធទៅលើរឿងការញ៉ាំចំណីអាហារអញ្ចឹងទៅនៅពេលដែលបងប្អូនទាំងអស់គ្នាយល់ដឹងអំពីការញ៉ាំអាហារយើងមិនមែនតមចំណីអាហារនៅក្នុងការសម្រក់គីឡូឬក៏ការយករៀងទេចាអញ្ចឹងអាហារសម្រន់របស់ខ្ញុំគឺផ្លែឈើនេះគឺជាអាហារសម្រន់ពេលយប់ចាអញ្ចឹងបើសិនបងប្អូនដែលគាត់ព្រលឹមឡើងអីផ្លែបឺនេះគឺវាជួយទប់ឃ្លានយើងបានយូរព្រោះដោយសារវាមានពពួកជាតិខ្លាញ់ល្អហើយវាជួយយើងបានច្រើនដល់បងប្អូនទាំងស្បែកទាំងសក់អីហ្នឹងគឺជួយបានច្រើនហ្មងចាហើយសកាត់អីហ្នឹងបងប្អូនទាំងគ្នាមិនញ៉ាំទៅនេះមានន័យថាយើងចំណាយលុយត្រូវបងប្អូនពេលខ្លះអាហារសម្រន់របស់គាត់ទៅទិញប្រហិតទិញលក្ខណៈស្ទើរចំណីអាហារដែលអត់សូវល្អចំពោះសុខភាពរបស់យើងចាអញ្ចឹងសម្រាប់ខ្ញុំពីមុនគឺអញ្ចឹងដូចគ្នាឲ្យថាថ្ងៃឡើងឬក៏ពេលវេលាទៅធ្វើញ៉ាំបែបលក្ខណៈអាហារសម្រន់ហ្នឹងគឺនៅឃើញដល់ប្រហិតនៅឃើញដល់សាច់គោអាំងឬក៏នំប៉័ងដាក់បឺជាដើមចានៅឃើញដល់ពួកអស់ហ្នឹងឬក៏ជាលក្ខណៈមីហោលអីចឹងទៅហ្នឹងសិតតែជាចំណីអាហារដែលទូទៅបងប្អូនយើងក៏ចូលចិត្តតែក៏ចូលចិត្តខ្លាំងហ្មងអញ្ចឹងគ្រាន់តែបដូរពីការញ៉ាំចំណីអាហារទាំងអស់ហ្នឹងយើងនៅតែចាយលុយដូចគ្នាគ្រាន់តែថាយើងបដូរពីការចាយតែចំណីអាហារដែលវាគ្រាន់តែជួយឲ្យយើងឆ្អែតតែវាមានកាឡូរីខ្ពស់ដូរមកជាការទិញផ្លែឈើស្តុកញ៉ាំចាហើយមិនផ្លែឈើចម្រុះញ៉ាំហត់តែល្អបងប្អូនទាំងអស់គ្នាផ្លែឈើមកពេលរបស់ខ្ញុំភាគច្រើនខ្ញុំអត់សូវញ៉ាំតែមកពេលតែយើងញ៉ាំតាមលទ្ធភាពជីវភាពបានបងប្អូនមិនចាំថាដូចគ្នាក៏បាននេះនេះឃើញទេអញ្ចឹងមួយចានមាន3មុខពេលខ្លះលក់ដល់4មុខឬក៏5មុខនៅក្នុងមួយចានគឺជាអាហារសម្រន់អញ្ចឹងអាហារសម្រន់នេះបងប្អូនទាំងអស់គ្នាអាចញ៉ាំវាពេលព្រឹកថ្ងៃរសៀលឬក៏យប់ឡើងបើសិនបងប្អូនគាត់ចង់តឡើងគីឡូដូចខ្ញុំណាយើងអត់ចាំបាច់សូវ stress ទៅលើរឿងការញ៉ាំអាហារទេមានតែផ្លែឈើមួយចានទុកញ៉ាំជាអាហារសម្រន់ចន្លោះពីអាហារគោលចាព្រឹកឡើងថ្ងៃឡើងហើយនឹងពេលយប់គឺខ្ញុំថែមផ្លែឈើគឺខ្ញុំញ៉ាំមួយថ្ងៃ3ពេលហើយមានពេលព្រឹកខ្លះដាក់ផ្លែឈើលាយជាមួយនឹងពងមាន់ឬក៏គ្រាប់ធញ្ញជាតិអញ្ចឹងបងប្អូនទាំងអស់គ្នាញ៉ាំតាមជាក់ស្ដែងណាតែបើសិនជាសម្រក់មួយថ្ងៃតែ3ពេលទេអូខេពេលព្រឹកអាចញ៉ាំជាផ្លែឈើរបៀបអញ្ចឹងហើយអាហារពេលថ្ងៃញ៉ាំបាយមួយសាច់មួយបន្លែហើយល្ងាចឡើងបងប្អូនទាំងអស់គ្នាអាចញ៉ាំតែបន្លែឬក៏សាច់ក៏បានចង់ថែមបាយបើសិនជាអត់ចង់ថែមបាយយើងដាក់ជាផ្លែបឺជាមួយបាយក៏បានដែរអញ្ចឹងអាហារគឺងាយស្រួលយល់បងប្អូនទាំងអស់គ្នាកុំ stress ហើយមានចានមួយអញ្ចឹងមកពេលដែលបងប្អូនទាំងអស់គ្នាត្រូវញ៉ាំយកចាននឹងមកវល់ធ្វើម៉េចមកគ្រប់មកពេញចានហ្នឹងតែកុំឲ្យវាហៀខ្លាំងពេកណាចាអញ្ចឹងបងប្អូនគាត់នៅមានចម្ងល់ទៅលើរបបអាហារកុំគិតថា stress មិនថាយើងទៅឡើងគីឡូឬក៏យើងសម្រក់ទេឲ្យតែយើងញ៉ាំបានទៀងទាត់គឺស្រកងាយហើយចេញសាច់ហាប់សូម្បីពេលដែលយើងចង់ទៅឡើងណាក៏ទៅឡើងមកអត់មានខ្លាញ់ដែររឿងគឺបើសិនជាបងប្អូនហាត់ប្រាណណាគឺឡើងតែសាច់ដុំបានឡើងខ្លាញ់ទេបើសិនជាយើងញ៉ាំឃ្លានអញ្ចឹងបានណាគឺល្អមែនទែននេះគឺជាសក់ដែលកក់ហើយអត់ទាន់គៀបទេបងប្អូនគឺមានសភាពត្រង់លក្ខណៈធម្មជាតិអត់មានសពីសពងទេបងប្អូនទាំងអស់គ្នាកក់ហើយភ្លាមគឺគ្រាន់តែផ្លុំស្ងួតគឺមានសភាពត្រង់បានប៉ុណ្ណឹងបងប្អូនដែលគាត់ស្រឡាញ់លក្ខណៈធម្មជាតិគ្រាន់តែប៉ុណ្្នឹងគឺអាចទៅដើរលេងនៅខាងក្រៅបានតែម្ដងហើយនេះគឺជាសក់ដែលកក់ហើយផ្លុំស្ងួតធ្វើការគៀបបន្តិចពីលើបន្ថែមបងប្អូនទាំងអស់គ្នាឃើញទេអញ្ចឹងបងប្អូនដែលគាត់ស្រឡាញ់លក្ខណៈថាឲ្យឃើញភ្លឺអលងខ្លាំងមែនទែនស្ងួតខ្លាំងបងប្អូនគៀបថែមតែបន្តិចទៀតគឺសក់របស់យើងគឺស្អាតដូចអ៊ុតសារ៉ូមអញ្ចឹងបងប្អូនដែលគាត់មានជាមួយនឹងបញ្ហាទៅលើរឿងសក់ខូចណាបងប្អូនណាអូនលេងណែនាំមែនទែនសម្រាប់ជូនសាប៊ូកក់សក់100 hair care របស់យើងបងប្អូនដែលគាត់ស្រឡាញ់ជាលក្ខណៈសក់ត្រង់ធម្មជាតិបងប្អូនគ្រាន់តែកក់ហើយផ្លុំឲ្យស្ងួតគឺស្អាតតែម្ដងតែបើសិនបងប្អូនដែលគាត់ស្រឡាញ់លក្ខណៈថាមើលទៅឲ្យស្ងួតខ្លាំងអលងខ្លាំងបងប្អូនទាំងអស់គ្នាធ្វើការគៀបថែមបន្តិចគឺសក់របស់យើងគឺស្អាតមែនទែនណាហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងមានការប្រម៉ូសិនថែមប្រេងណាបងប្អូនទិញសាប៊ូកក់សក់ឈុតធំមួយឈុតថែមប្រេង$18ទៅភ្លាមៗជាមួយនឹងសាប៊ូកក់សក់តែម្ដងបងប្អូនគាត់ចាំបានសាប៊ូអាចធ្វើការឆាតទៅភ័យទាំងអស់គ្នាណាបងប្អូនចា